ក្រោយពីលឿនចឹងរួចអ្នករាល់គ្នានោះក៏បាននាំគ្នាចាចេញទៅរួចតាមពិតទៅបាយជន់ហ្នឹងគឺសិននៅក្រោមការគ្រប់គ្រងរបស់ចូហ្វានទេសានថងឃើញចឹងក៏សួរថាពុកតើនាងនេះដេកមកមើលមែនទេហេតុអីបានជានាងនិយាយតែម្នាក់ឯងអញ្ចឹងរួចមិនឃើញពួកយើងទេឬចូហ្វានតបថាវាគឺជាដំណើរការទី3នៃការភ្នែកទេមានឈ្មោះថាពិភពបំភាន់អញ្ចឹងមុននេះនារីទាំងមុនហ្នឹងក៏ជាការបំភាន់ដែរនាងបានធ្លាក់ចូលទៅក្នុងការបំភាន់ដោយមិនបានដឹងរួចការបំភាន់មួយនេះនាងនឹងនាំពួកយើងទៅកាន់រឿងនៃការត្រាស់ដឹងពួកយើងគ្រាន់តែយកសតបន្សល់ទុកឲ្យនាងនេះបាត់បង់ស្មារតីគ្មាននរណាគេម្នាក់បានដឹងឡើយពួកនាងមានតែបន្ទោសទៅខាងគ្រូសាវអំពូទេរួចពួកយើងក៏នៅតែជាសម្ព័ន្ធមិត្តជាមួយនឹងពួកគេនេះសានថងលើចាស់និយាយថាពុកពិតជាអាក្រក់ណាស់តែការភ្នែករបស់ពុកនេះពិតជាអស្ចារ្យខានឃើញតែប៉ុន្មានឆ្នាំពុកបានឈានទៅដល់ដំណើរការទី3ចូហ្វានតបថាសាងស៊ីតូចយាយចាម្នាក់នេះគឺមិនធម្មតាដូចអ្វីដែលបានឃើញទេនាងដើរពីក្រោយអ្នកដទៃទាំងអស់ចាំមើលជំហានរបស់អ្នករាល់គ្នានឹងទិសដៅដែលពួកគេត្រូវទៅដើម្បីការពារកុំឲ្យអ្នកផ្សេងបានដឹងពីអាថ៌កំបាំងរបស់នាងការបំភាន់មួយនេះកើតចេញពីខួរក្បាលរបស់នាងមានផ្ទុកសកម្មភាពនិងទម្រង់ដើររបស់មនុស្សគ្រប់រូបមិនថានាងប្រយ័ត្នប្រយែងយ៉ាងណាក៏ដោយក៏នៅតែមិនដឹងដែរឬចូហ្វានិងសាំងថងនឹងតាមនាងរហូតមកដល់ទីកន្លែងទឹកមួយបាយជូននាងក៏ប្រើកម្លាំងរបស់នាងដើម្បីបើកផ្លូវទឹកមួយនោះភ្លាមតឹងក៏បានញែកជាពីរចុះណាថ្មនឹងក៏បានមានចុះទៅក្រោមចូហ្វាមិនដែលគិតនោះទេដែលឬនៃការត្រាស់ដឹងលាក់នៅក្រោមទឹកបើសិនថ្ងៃនេះខ្ញុំមិនប្រើប្រាស់ការបំភាន់ណាទៅលើនាងទេខ្ញុំគឺមិនអាចរកឃើញឡើយពេលដែលចូលមកដល់ខាងក្រោមក៏ឃើញមានប្រអប់មួយបានរក្សាទុកនៅទីនោះនៅពេលដែលបើមើលទៅឃើញថានោះគឺជារឿងនៃការត្រាស់ដឹងប៉ុន្តែបែរជន់នៅក្នុងការបំភាន់នេះបែរជាមើលមិនឃើញទៅវិញដល់ពេលអញ្ចឹងទៅនេះក៏ខ្សែសុំទោសទៅកាន់ឈិងឆេងមុនពេលដែលឯងចាស់ចេញឯងបានប្រាប់យើងឲ្យមើលថាពមហើយយូប៉ុន្តែឥឡូវសូម្បីតែវត្ថុមានតម្លៃរបស់ពមហើយយូយើងក៏មិនអាចការពារបានដែរចូហ្វាមកនៃណាគិតថាចង់វាយនាងឲ្យសន្លប់มันក៏បានឈប់វិញព្រមទាំងឆ្ងល់ថាតើឈូឈិងឆេងនាងចាស់ចេញទៅហើយឬតើនាងមិនមែនបិទទ្វារដើម្បីវឹកហាត់ទេបែរជាបន្តទៀតឯងជួយក្មេងស្រីនោះដែលបង្កើតជាកិច្ចប្រឹងប្រែងជាមួយនឹងមេបាឋានសួគ៌អាចកំបាំងនៅពេលដែលឯងបានចាស់ចេញទៅឯងក៏មិនអាចត្រឡប់មកវិញម្ដងទៀតទេហើយខ្ញុំពេលនេះមិនអាចបំពេញសំណើរបស់ឯងបានឡើយចូហ្វានក្រោយពីលើដំណឹងមួយនេះគាត់ក៏ដូចជារៀងកាំងបន្តិចគឺទៅដល់ពេលកន្លងដែលឈិងឆេងនឹងប្រាប់គាត់ថាមិនត្រូវការទុកឡើយពេលនេះលោកមិនអនុញ្ញាតឲ្យគិតអំពីនារីផ្សេងនោះទេចាប់ពីពេលនេះទៅពួកយើងនឹងមិនជួបគ្នាម្ដងទៀតឡើយលោកត្រូវតែហៅខ្ញុំថាឈិងឆេងពាក្យពេចន៍ទាំងអស់នេះបានលេចឡើងក្នុងខួរក្បាលចូហ្វានសានថងឃើញចូហ្វាននៅស្ងៀមអញ្ចឹងក៏ហៅទៅកាន់គាត់ចូហ្វានវិញភ្លាមមកគាត់ក៏បានប៉ះទៅកាន់បាយជន់ឬនាងក៏អាចចាស់ចេញពីការបំភាន់វិញនាងឃើញចូហ្វាននៅទីនេះអញ្ចឹងក៏ឆ្ងល់តើមានអ្វីកើតឡើងនឹងហេតុអីបានជាលោកនៅទីនេះចូហ្វានក្រែងពួកយើងគឺជាសម្ព័ន្ធមិត្តអីហេតុអ្វីចូហ្វានយកប្រអប់មនុស្សរួចទៅវិញថាប្រតិយាយភាពចលាចលកំពុងតែរីរាលដាលពីពេញដែនដីនេះយើងអ្នករាល់គ្នានៅក្នុងពមហើយយូដើម្បីគ្រូសាលូខ្ញុំសន្យានឹងការពារអ្នកចំពោះទៅវិញឬនៃការត្រាស់ដឹងខ្ញុំសូមយកទៅហើយនាយចំគាត់ក៏ប្រើការផ្នែកទេបានផ្លាស់ទីចេញពីទីកន្លែងនោះទៅគូសានថងនិងចូហ្វានក៏បានបង្ហាញខ្លួននៅខាងក្រៅវិញសានថងក៏សួរពុកហេតុអ្វីបានជាចុះបញ្ចប់បង្ហាញការពិតទៅវិញចូហ្វានពេលនេះតើមករបស់គាត់សពូនមែនតើហើយតវិញថាខ្ញុំមិនចង់កុហកទេពេលដែលថ្ងៃថ្មីចូលមកដល់ចូហ្វានធ្វើដំណើរមកដល់គ្រួសារហងពូពួកព្រឹទ្ធាចារ្យនោះឃើញចូហ្វានអញ្ចឹងក៏រៀងភ័យណាស់ប៉ុន្តែក៏សួរថាលោកពិតជាអ្នកគ្រប់គ្រងចូលមែនទេចូហ្វាននិយាយឡើងពួកឯងពិតជាមានកន្លែងណាខ្លួនច្រើនមែនសូម្បីតែទីកន្លែងនេះឥឡូវនាំខ្ញុំទៅជួបឡើងប៊ូឆាងព្រឹទ្ធាចារ្យនោះតបថាលោកឡើងវូឆាងរងចាំលោកយូរហើយសូមអញ្ជើញមកតាមខ្ញុំអ្នកគ្រប់គ្រងចូលបន្ទាប់ពីធ្វើដំណើរបានបន្តិចសម្លេងឡើងវូឆាងក៏មិនលឺឡើងដូចជាការរំពឹងទុកអ្នកគ្រប់គ្រងចូលលោកទទួលបានកំណត់ចេញពីពមហើយយូពិតជាលឿនពិតមែនឥឡូវសូមលោកអញ្ជើញចូលមកខាងក្នុងចូហ្វានិយាយឡើងកុំសម្ដែងហួសហេតុពេកលោកដឹងរួចទៅហើយខ្ញុំនឹងយកវាបានរួយរងចាំខ្ញុំរួចជាស្រេចខ្ញុំចំណាយពេល2ខែទៅបានទៅដល់ទីក្រុងហយូបើគិតពីរាជធានីលោកចំណាយពេលត្រឹមតែ1ខែប៉ុណ្ណោះឡើងវូឆានទៅវិញដូចអ្វីដែលលោកបាននិយាយពិតមែនខ្ញុំបញ្ញាមកទីនេះឲ្យលឿនបំផុតបន្ទាប់ពីលោកចាស់ចេញទៅព្រោះខ្ញុំជឿជាក់លើសមត្ថភាពរបស់លោកឬនៃការត្រាស់ដឹងធម្មតាមួយមិនអាចគេចផុតពីកម្មាត់បាយលោកបានទេវាអាក្រក់ណាស់បើសិនបញ្ជាពេលក្នុងការដោះដូរមិនមែនអ្នកគ្រប់គ្រងចូលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់គ្រួសារលោកទេចូហ្វានទៅវិញគ្រប់គ្រាន់ហើយខ្ញុំបាននិយាយឬក៏បង្ហាញប្រអប់រឿងនៃការត្រាស់ដឹងដោយបន្តថាខ្ញុំឃើញលោកមិនមានការអត់ធ្មត់ជាមួយនឹងរឿងនៃការត្រាស់ដឹងដូចគ្នាប៉ុន្តែខ្ញុំនៅតែមិនទាន់យល់ហេតុអ្វីបានជាលោកចង់បានវាខ្លាំងម្ល៉េះក្រែងវាគ្រាន់តែជួយទៅដល់ស្បែកសម្បរទេឬឡើងវូឆាងតបថាអ្នកគ្រប់គ្រងចូលមិនបាច់ព្រួយបារម្ភពីរឿងនោះទេ
គ្រាន់តែប្រកោវាមកខ្ញុំមិនដល់លែងគ្រូសាលូធ្វើបានមេគេព្រមព្រៀងពួកយើងទាំងពីរនឹងត្រូវបានបញ្ចប់នោះគឺជាអ្វីដែលលោកគួរណាតាមអារម្មណ៍ចូលហ្វានក៏មានចម្ងល់ដែរប៉ុន្តែក៏មិនហាងរឿងនៃការត្រាស់ដឹងទៅត្រូវហើយវាគ្រាន់តែជាកិច្ចព្រមព្រៀងវាគ្មានអ្វីតែទៅជាមួយនឹងខ្ញុំទេយ៉ាងណាហេតុអ្វីបានជាលោកត្រូវការវាឯឡងវូឆាងគ្រាន់តែបានឃើញហ្នឹងគឺរីករាយមែនតើឯចូលហ្វានក៏សួរតើពួកគេនៅទីណាឡងវូឆាងទៅវិញអ្នកគ្រប់គ្រងចូលពួកយើងដឹងពីជំនាញរបស់លោកបើសិនខ្ញុំបង្ហាញពួកគេលោកនឹងយកពួកគេហើយនឹងយករបស់មួយនេះទៅវិញហើយខ្ញុំមិនមានដំណើរអ្វីដើម្បីមកឈប់លោកបានទេចូលហ្វានក៏សួរលោកឡងវូឆាងតើលោកចង់មានអីយ៉ាងម៉េចតើលោកចង់ទទួលបានរបស់មួយនេះហើយមិនបកគោមនុស្សឲ្យវិញឬឡងវូឆាងទៅវិញអត់ទេលោកក៏យកខុសហើយខ្ញុំគ្រាន់តែចង់បានន័យថាខ្ញុំមិនអាចបកគោពួកគេឲ្យលោកនៅទីនេះព្រោះតែលោកគឺគ្រូថ្នាក់ពេកអារម្មណ៍នឹងផ្លាស់ប្ដូរដូចជាខ្យល់ដល់អញ្ចឹងខ្ញុំមានតែរៀបចំទេនេះឲ្យត្រង់ទៅខ្ញុំបានមកជួបពួកគេទៅកាន់ទីក្រុងហ្វឹងលៀនរួចហើយអ្វីដែលលោកត្រូវធ្វើគ្រាន់តែផ្ដល់របស់មួយនោះមកឬខ្ញុំមកប្រើប្រាស់បន្ទះបញ្ជូនសញ្ញាឲ្យពួកគេនោះដោះលែងពួកគេនឹងដោះលែងមនុស្សភ្លាមៗមិនធ្វើរឿងអ្វីដែលលំបាកនោះទេប៉ុន្តែចូលហ្វានវិញចំហាយពីឃានឹងចេញពីខ្លួនរបស់គាត់ប៉ះសិនមកខ្ញុំផ្ដល់វាឲ្យហើយប៉ុន្តែលោកមិនដោះលែងវិញឡើងវូឆាងបញ្ញាប់តបថាអត់ទេហេតុអ្វីបានជាខ្ញុំត្រូវអត់ក្រោយពីបានឃើញទង្វើដ៏អស្ចារ្យរបស់លោកកាលពីភ្នំស្ដេចសាវញ្ញលើកមុនខ្ញុំមិនហ៊ានធ្វើឲ្យលោកខឹងសម្បាម្ដងទៀតទេបើប្រៀបធៀបទៅនឹងអ្នកគ្រប់គ្រងចូលដែលមានផែនការល្អិតល្អន់ពេលបច្ចុប្បន្នខ្ញុំខ្លាចអ្នកគ្រប់គ្រងចូលដែលមានចិត្តសងសឹកខ្លាំងជាងវាមិនបាននាំរឿងល្អមកដល់នរណាគេម្នាក់ទេចូលហ្វានទៅវិញដើម្បីផលប្រយោជន៍របស់លោកសង្ឃឹមថាលោកឡើងនឹងបំពេញតាមកិច្ចព្រមព្រៀងចូលរួចឡើងវូឆាងក៏ទទួលយកប្រអប់ដាក់រឿងនៃការត្រាស់ដឹងរួចគាត់ក៏បង្ហាញបន្ទះត្បូងមួយដែលប្រាប់ថាខ្ញុំនឹងធ្វើតាមពេលសន្យារួចក៏បានបញ្ជូនវានឹងឲ្យចាចេញទៅចូលហ្វាននិយាយឡើងកិច្ចព្រមព្រៀងបានបញ្ចប់ហើយខ្ញុំនឹងចាចេញខ្ញុំមករងចាំមើលលោកប្រុសតូចនៅអ្នកផ្សេងទៀតនឹងមានសុវត្ថិភាពបើសិនបើមានអ្វីដែលប៉ះពាល់ទៅលើពួកគេលោកឡើងពួកយើងនឹងជួបមុខគ្នាម្ដងទៀតនៅឯទីក្រុងឃុំនេះឬសម្ដីគម្រាមបែបនេះឡើងវូឆាងក៏រៀងខ្លាចដែររួចចូលហ្វានក៏បានប្រើកាភ្នែកទេមឹងចាចេញទៅឡើងវូឆាងរអ៊ូថាគេនេះពិតជាខុសខើដូចជាពីម្ចាស់ម្រាមែនអំណាចដ៏អស្ចារ្យនិងសេចក្តីថ្លៃថ្នូរបែបនេះមិនមាននរណាគេម្នាក់មានទេភ្លាមនោះធានយន្តបង្ហាញខ្លួនសួរថាលោកឡើងតើលោកទទួលបានវាឬឡើងវូឆាងតបថាអបអរសាទរលោកម្ចាស់ហងពូពួកយើងមានវាហើយធានយន្តសារឡើងថាទីបំផុតខ្ញុំអាចរៀនពីសិល្បៈថ្នាក់ដីបានហើយរាងកាយពេជ្រនេះទាំង9ឡើងវូឆាងតបថាប៉ុន្តែលោកម្ចាស់ហងពូពួកយើងខ្សោយជាងគ្រូសារាជវង្សប៉ុន្តែខ្លាំងជាងគ្រូសាលូប៉ុន្តែមិនអាចប្រៀបស្មើបានទេជាមួយនឹងជាងខ្លាំងរបស់ពួកគេនោះគ្រូសាអាត្រីមានគូសានថងឯគ្រូសាលូមានចូលហ្វានដែលមានសមត្ថភាពពីកំណើតក្នុងការប្រយុទ្ធពួកយើងដើម្បីគ្រប់គ្រងដែនដីមួយនេះមានតែចាត់ការសត្វចម្លែកពីអ្នកនោះចោលសិនជាមួយនឹងលោកម្ចាស់ហងពូវឹកហាត់រាងកាយនេះទាំង9អំណាចនឹងការឡើងពីដងឋានសួគ៌កំពុងតែផ្ដល់ក្តីសង្ឃឹមឲ្យគ្រូសាហងពូហើយធានយន្តតបថាគូស្នេហ៍ដែលរាងកាយពេញនេះទាំង9ត្រូវការប្រលឹងនេះទៅបានឈានទៅដល់ចំណុចកំពូលជាភាសាចុងក្រោយគេដើម្បីឡើងទៅដល់កម្រិតទី6តែប្រលឹងនេះនៅក្នុងខ្លួនចូលហ្វានពិតជាគួរស្ដាយមែនលោកលឹងហេតុអីបានជាលោកមិនកំណត់ប្រលឹងនេះធ្វើជាលក្ខខណ្ឌក្នុងរឿងនោះដែរទៅឡើងវូឆាងតបថាលោកម្ចាស់ហងពូកុំតណាមានភាពលោភលន់លោកក៏បានដឹងពីកំហឹងរបស់គេនោះដែរបើសិនជាពួកយើងបង្ខំគេនោះខ្លាំងពេកគេមិនអាចទ្រាំត្រូវបានហើយពួកយើងមិនទាន់មានការរៀបចំច្បាស់ណាស់ពួកយើងនឹងរងទោសយ៉ាងខ្លាំងជាងពីរឿងមួយនេះលើពីនេះប្រលឹងសរសៃនេះមួយក្បាលវាពិតជាគោខើសូម្បីតែលោកប្រុសធំចូលវាសនាបានកំណត់នឹងអាចកោហៅវាបានតែមួយដោយសារតែលោកម្ចាស់អាចប្រើប្រាស់ប្រលឹងនេះតែ8វឹកហាត់បានភាពជឿចាំខ្លាំងក្លាមែនប៉ុន្តែតាមរយៈការប្រើប្រាស់កម្លាំងជីវិតចេញមកពីរឿងនៃការត្រាស់ដឹងភាពជោគជ័យគឺ100%លោកទើបតែទទួលបានរាងកាយពេជ្ររួចមិនអាចទ្រាំទ្រជាមួយនឹងប្រលឹងនេះជាច្រើនបែបនេះបានឡើយតែការដែលយកប្រលឹងនេះទី9មកវិញនឹងមានប្រយោជន៍អ្វីទៅពួកយើងគ្រាន់តែរងចាំឲ្យលោកម្ចាស់នឹងធ្វើការវឹកហាត់រួចហើយចាំតែរើចូលហ្វានដើម្បីដោះស្រាយតាមក្រោយធានយន្តនេះឡាដោយសារតែការបញ្ញាប្រើប្រាស់ច្រើននឹងអាចនឹងខាតបង់ជាការប្រសាក្នុងការប្រើប្រាស់ប្រលឹងនេះ8ផ្សេងមុនសិនឯប្រលឹងនេះទី9លើខ្លួនចូលហ្វានគ្រាន់តែរងចាំសិនទៅមួយចុងក្រោយនោះយើងក៏នឹងទៅយកពីឯងដែររួចការសន្ទនាមួយនេះត្រូវបានត្រួតឈាមចូលហ្វាននឹងស្ដាប់ឮបានទាំងអស់រាងកាយពេជ្រនេះទាំង9នេះពិតជាគ្រូថ្នាក់មែនតាមវិធីនេះពួកគេនឹងមិនមករកពួកយើងឆាំនោះទេព្រោះតែពួកគេមិនទាន់បានបញ្ចប់ការវឹកហាត់នៅឡើយសាររឿងក៏ការមកដល់ជួរភ្នំសាវញៀនយើងបានឃើញមានការបំផ្ទុះនឹងកើតឡើង
រួចសានខាងវិញ្ញាណមកក្បាលហ្នឹងក៏ព្យាយាមរត់គេចសានថងស្រ័យឡើងឈប់ភ្លាមមុនពេលដែលឯងនឹងត្រូវវេទនាជាងមុនទៀតឃើញថានិយាយប៉ុណ្ណឹងហើយនៅតាមភាសាអញ្ចឹងក៏យាកំណាប់ដៃទៅមួយដៃនេះបានធ្វើឲ្យសានខាងវិញ្ញាណនោះធ្លាក់ចូលទៅខាងក្រោមបន្ទូយ៉ាងខ្លាំងសានថងចូលទៅក្រោមឡើងបន្តថាឯងមិនដឹងពេលណាត្រូវជប់តទៅសោះសានថងជន់ទៅលើរាងកាយសត្វដែលគាត់បានវាយនោះប្រាប់ឯងរួចហើយឲ្យជប់ប៉ុន្តែមិនស្ដាប់នោះទេអញ្ចឹងមានតែយើងធ្វើវាបណ្ដោះអាល្ងងដូចជាឯងនេះយើងមិនចង់បានជួយទេនិយាយអញ្ចឹងរួចក៏ចាប់លើរាងកាយរបស់វានឹងឡើងទៅខាងលើបន្តមកយកចិញ្ចៀនផ្ទុកស្រូបរាងកាយវានោះទុកបើរួមទាំងសត្វស្លាបកម្រិតទី4នេះមួយទៀតខ្ញុំទទួលបានចំនួន80ហើយខ្ញុំឆ្ងល់ថាតែពេលនេះពុកកំពុងតែធ្វើអ្វីនៅម្ខាងយើងបានឃើញសាវញ្ញាណស្លាបចំនួន3មើលទៅផិតភ័យមែនទែនចុះហ្វានក៏នៅតែនៅរួចនិយាយថាពួកឯងទាំង3នាក់បែរក្រោយទៅកុំអារម្មណ៍អីយើងនឹងធ្នមមកឯងនិយាយចឹងមែនតែអាដាភ្លើងពណ៌ខៀវនឹងក៏បានមកចេញមកចាត់ការពួកវារួចគិតឡើងថានៅសល់មួយជំហានទៀតដើម្បីសម្រេចគោលដៅភ្លាមនោះចុះហ្វានក៏បានឃើញសានថងនឹងហោះសមើមរើគាត់ដែរសានថងមកដល់ក្រោមនិយាយថាពុកខ្ញុំរើបាន80ក្បាលហើយចូលចំឯពុកវិញចុះហ្វានឆ្លើយតបថាគឺប្រហែលគ្នាដែរនឹង235សានថងតបថាងាប់ហើយចេះតែហៅប្រហែលគ្នាកើតដែរពុកដឹងទេខ្ញុំបានដឹងតាមសត្វខាងវិញ្ញាណទាំងអស់នោះកន្លងមកខណៈពេលដែលពុកនឹងគ្រាន់តែប្រើដាភ្លើងពណ៌ខៀវហើយអង្គុយរងចាំពួកវាបើនៅតាមបន្តអញ្ចឹងតើខ្ញុំអាចនឹងឈ្នះយ៉ាងម៉េចទៅចុះហ្វានតបថាសានស៊ីតូចឥឡូវអញ្ចឹងវិញយ៉ាងម៉េចដែរខ្ញុំត្រូវការ1000ក្បាលទៀតប៉ុន្តែឯងនឹងឈ្នះបើសិនទទួលបានត្រឹម300សានថងលើអញ្ចឹងតទាំងរីរេថាពិតមែនឬសម្រាប់បែបនេះហើយបើអញ្ចឹងខ្ញុំនឹងទៅចាត់ការពួកវាបន្តយ៉ាងណាតើពុកត្រូវការស្លាបរបស់ពួកវាធ្វើអ្វីតើពុកធន់ទ្រាំជាមួយនឹងស្លាបរបស់ខ្លួនឯងមែនទេទើបចង់ប្រើប្រាស់ដូរវាជារៀងរាល់ថ្ងៃចុះហ្វានឆ្លើយតបថានេះជារឿងសម្ងាត់ឥឡូវទៅធ្វើការងាររបស់ឯងទៅឯងនឹងបានដឹងក្នុងពេលល្ងាចនេះសានថងក៏យល់ព្រមភ្លាមនោះចំហាយខ្យល់យ៉ាងខ្លាំងក៏បានបោកបោធ្វើឲ្យពួកគេនេះក៏រៀងពិបាកដែរវាបណ្ដាលមកពីសារខាងវិញ្ញាណកម្រិតទី9ក្អែកក្បាល3ចុះហ្វានក៏ណាតើវាមើលទីនេះធ្វើអ្វីទៅទីនេះជាណាដីសារខាងវិញ្ញាណកម្រិតទី6តែប៉ុណ្ណោះសានថងក៏សួរពុកតើពួកយើងអាចប្រើប្រាស់ស្លាបរបស់វាបានទេហើយពួកយើងមិនចាប់វាទម្លាក់ចូលមកខាងក្រោមមើលចុះហ្វានឆ្លើយតបវិញថាសានស៊ីតូសត្វខាងវិញ្ញាណនោះអាចនឹងបង្កចលាចលនៅលើដែនដីពិសិដ្ឋបានហើយសូម្បីតែពួកយើងទាំងពីរនាក់រួមដៃគ្នានឹងក៏មិនអាចយកឈ្នះវាបានដែរក្នុងចិត្តគិតឡើងខ្ញុំមិនដែរស្មានទេពិភពរបស់មនុស្សមានសត្វខាងវិញ្ញាណខ្លាំងបែបនេះផែនការរបស់ខ្ញុំឥឡូវត្រូវបានបំផ្លាញអស់ហើយសានថងក៏សួរពុកហេតុអីមិនប្រើប្រាស់អដាភ្លើងពណ៌ផ្ទៃមេរបស់ពុកនោះទៅចុះហ្វានក៏នៅឃើញម្ដេចបានជាខ្ញុំភ្លេចអំពីរឿងមួយនេះរួចគាត់ក៏បានបញ្ចេញអាដាភ្លើងពណ៌ផ្ទៃមេហ្នឹងដើម្បីបន្លាចទៅកាន់សត្វខាងវិញ្ញាណនោះភ្លាមសត្វក្អែកក្បាល3នោះក៏បានដឹងផងដែររួចវាក៏ចាប់ផ្ដើមផ្លាស់ទីមកកាន់ទីកន្លែងរបស់ក្រុមចុះហ្វានរួចក៏ឃើញថានៅលើក្បាលរបស់វាក៏មានអាដាភ្លើងដូចទៅនឹងគាត់ផងដែរតាមពិតទៅឯងក៏នៅទីនេះទេចុះហ្វានឃើញរឿងមួយនេះហើយគាត់គឺមានភាពភ្ញាក់ផ្អើលមែនតើអីគេសូម្បីតែវាក៏មានអណ្ដាតភ្លើងពណ៌ខៀវនោះដែរក្បាលរបស់ពួកវាទាំង3សុទ្ធសឹងតែមានទាំងអស់ជាមួយនឹងអំណាចខ្លាំងក្លាបែបនេះខ្ញុំគ្រាន់តែជាកូនទាមួយប៉ុណ្ណោះបាសែនោះសួរឡើងតើជាឯងមែនទេដែលជាអ្នកប្រមាញ់សត្វខាងវិញ្ញាណដែលមានស្លាបទាំងនោះចុះហ្វានក៏ឡើងសត្វខាងវិញ្ញាណកម្រិតទី9មានប្រាជ្ញាអាចនិយាយបានរឿងមួយនេះគឺកាន់តែពិបាកហើយគំនិតបែបនេះគឺមិនដូចតែនឹងសត្វខាងវិញ្ញាណទូទៅទេពិបាកក្នុងការយកឈ្នះប្រាជ្ញានិងរត់គេចខ្លួនណាភ្លាមនោះសានថងក៏តបថាត្រូវឲ្យជាពួកយើងហើយអញ្ចឹងវាយ៉ាងម៉េចចុះហ្វានភ័យមែនតើក៏បញ្ញាទៅបាត់មកសានថងដោយប្រាប់ថាមិនមែនទេកុំស្ដាប់ក្មេងនេះអីគេនិយាយមិនសមហេតុផលឡើយពួកយើងមិនបានសម្លាប់ណាគេទេប៉ុន្តែសត្វបាសៃនោះហាក់ដូចជាបានដឹងអ្វីម្យ៉ាងវាក៏ចូលមកខាងក្រោមដែលបន្តថាគឺជាឯងតើមែនទេឆាប់ឡើងមកលោកម្ចាស់របស់យើងគឺចង់ជួបឯងចុះហ្វានភ្ញាក់ផ្អើលមែនតើស្អីគេសត្វខាងវិញ្ញាណកម្រិតទី9ហ្នឹងគឺមានគ្រូឬប៉ុន្តែភ្លាមនោះសានថងរួញចុះហ្វានចាញ់ដោយនិយាយឡើងថាតែឯងគិតថាលោកប្រុសតូចម្នាក់នេះនឹងទៅជួបគេនោះណាឬតាមសម្ដីរបស់ឯងនិយាយតែឯងចាត់ទុកថាយើងនឹងគឺជាពីណាគេទៅបាក់សៃនោះតបទាំងគូអសមវិញបំភ្លេចចោលទៅលោកប្រុសតូចតាមបញ្ជារបស់លោកគ្រូខ្ញុំត្រូវតែយកលោកទៅជាមួយនឹងខ្ញុំទោះបីជាបង្ខំក៏ដោយតែឃើញអាណាភ្លើងពណ៌ផ្ទៃមេឃនៅលើក្បាលខ្ញុំនេះទេលោកគ្រូបានបកគោវាមកកាន់ខ្ញុំដើម្បីបកគោប្រជែងជាមួយនឹងលោករួមទាំងសុភ័ក្របុរសម្នាក់នោះសូមកុំបង្ខំខ្ញុំអីខ្ញុំមិនចង់ធ្វើបាបអ្នករាល់គ្នាទេសានថងក៏ក្រាបដៃរួចតបវិញថាយើងក៏ចង់ដឹងដែរតែឯងធ្វើយ៉ាងម៉េចតាំងពីយើងដឹងក្តីមកយើងតែងតែជឿជាក់លើកំណាប់ដៃប៉ុណ្ណោះមិនដែលមាននរណាគេម្នាក់អាចយកឈ្នះយើងបានឡើយយើងមិនខ្លាចឯងទេ
ប៉ុន្តែចុះហ្វានក៏លើកដៃហាមឃាត់សានថងឲ្យឈប់ទៅរួចនិយាយថាបានពួកយើងនឹងទៅជួបគ្រូរបស់អ្នកអញ្ចឹងហើយនាំផ្លូវពួកយើងទៅបាក់សៃនោះតបថាវាពិតជាឆ្ងាយពីទីនេះណាសូមឡើងលើខ្នងរបស់ខ្ញុំមើលខ្ញុំនឹងជូនទៅក្រោយពីព្រមព្រៀងគ្នារួចបាក់សៃនោះក៏នាំពួកគេចាចេញទៅសានថងក៏សួរពុកថានេះមិនមែនទទួលស្គាល់ការបរាជ័យទេរឿងនេះវាធ្វើឲ្យខ្ញុំមានភាពអាម៉ាស់ណាស់ចុះហ្វានសើចទៅវិញតើវាអាចនឹងបរាជ័យយ៉ាងម៉េចទៅនេះជាពិធីជប់លៀងដែលមានអ្នកអញ្ជើញពួកយើងចូលរួមទោះបីជាការបង្ខំក៏ដោយប៉ុន្តែគេក៏មានការគោរពពួកយើងដាច់ខាតត្រូវទៅទោះបីជាមិនចង់ក៏ដោយតែអេរីយ៉ាបរបស់គេនេះគឺខុសគ្នាផ្ទុយស្រឡះដោយសារតែកម្លាំងរវាងពួកយើងនិងគេខុសគ្នាខ្លាំងបែបនេះជាជាងការស្វែងរកភាពអាម៉ាស់ការដែលថយក្រោយមួយជំហានហ្នឹងគឺជារឿងដែលប្រសើរលើពេលនេះឪពុករបស់ឯងនេះក៏ចង់ដឹងពីជើងខ្លាំងអាចកំបាំងនោះដែរចុះហ្វានក៏មានសំណួរខ្លះដែលចង់ឲ្យបាក់សៃនោះត្រូវតែឆ្លើយប៉ុន្តែគេក៏ឲ្យចុះហ្វានចាំមិនទៅសិនភ្លាមនោះបាក់សៃដូចជានាំចុះហ្វាននិងសានថងនឹងឆ្លងកាត់លំហមួយអញ្ចឹងបង្ហាញខ្លួនមកវិញនៅឯពិភពលោកថ្មីមួយទៀតសានថងនាំមកថាតែនេះគឺជាជំនាញបំលាស់ទីក្នុងលំហដូចទៅនឹងការភ្នែកទេពរបស់ពុកដែរឬចុះហ្វានិយាយឡើងទាំងរីរាយថាមានទទឹងរាប់ពាន់ម៉ាយលាតសន្ធឹងបាំងព្រះច័ន្ទនិងត្រូវមេឃពីនរល្បីល្បាញក្នុងដែនដីពិសិដ្ឋដែលពិពណ៌នាពីអំណាចដ៏អស្ចារ្យមួយនៅក្នុងចំណោមសត្វពិសិដ្ឋទាំង5រួចមួយនេះត្រូវបានគេស្គាល់ថាជាខុនផឹងបកស្លាបតែម្ដងអាចឆ្លងកាត់ចម្ងាយ 9000 ម៉ាយក្អែកក្បាល3ជាសត្វដែលមានឈាមជ័រជាមួយនឹងពូជពងខុនផឹងមិនអស្ចារ្យប៉ុន្មានទេប៉ុន្តែអាចឆ្លងកាត់ចម្ងាយ100ម៉ាយបាននេះមិនមែនជាសមត្ថភាពបំលាស់ទីក្នុងលំហប៉ុន្តែគឺជាល្បឿនពីធម្មជាតិសានថងលើចឹងតែក្បាលសាបសីដោយសរសើរថាឯងពិតជាអស្ចារ្យមែនបាសៃនោះតវិញថាលោកសរសើរពេកហើយល្បីក៏កម្រិតទាបបែបនេះគ្មានន័យអ្វីក្នុងការភ្នែករបស់លោកប្រុសតូចទេរួចម៉ាសៃនូក៏ធ្វើដំណើរឆ្ពោះសម្បើទៅកាន់ភ្នំនៅខាងមុខក្រោយមកក៏បានចូលឈប់នៅលើភ្នំមួយនោះចុះហ្វាននិងសានថងក៏ចូលមកក្រោមបាសៃនូប្រាប់ថាលោកគ្រូរងចាំនៅខាងក្នុងសុំចូលទៅក្រោយពីប្រាំអញ្ចឹងរួចសត្វក្អែកនោះក៏ហោះចាចេញទៅវិញចំណែកឯឪកូនគេទាំងពីរនាក់ក៏ដើរចូលទៅខាងក្នុងនោះអ្វីដែលពួកយើងបានឃើញគឺបារោះចំណាំម្នាក់អង្គុយនៅលើបល្ល័ង្កមើលទៅអំណាចមែនទែនគេនិយាយឡើងថាក្មេងប្រុសរបស់ខ្ញុំពួកយើងជួបគ្នាម្ដងទៀតហើយចៅហ្វានក៏រៀងបាញ់ដែររួចតបថាតាមពិតគឺជាលោកសាររឿងក៏កាន់មកដល់ទីក្រុងឃុំនាវិញនៅទីកន្លែងមួយយើងបានឃើញច្រវាក់ជាច្រើននឹងឃុំក្រឹងនេះឡើងមួយឆាងនិយាយឡើងប៉ះសិនបានព្រឹត្តិការណ៍ជាប់ពូទាំងអស់មើលជុំគ្នាมันមានរឿងអាក្រក់កើតឡើងទេនៅពេលដែលរនាំងការពេលនេះត្រូវបានបើកឡើងធានយ័ន្តនិយាយឡើងប៉ះសិនបានតាចាស់នោះបានដឹងថាពួកយើងមានរឿងនៃការត្រាស់ដឹងហើយអាចវឹកហាត់រាងកាយពេជ្រនាគទាំង9ពួកគេត្រូវតែនិយាយថាផលប្រយោជន៍របស់គ្រួសារនឹងគិតឡើងមុនគេរួចជ្រើសរើសបេក្ខជនល្អបំផុតដើម្បីវឹកហាត់ពួកគេចង់ឲ្យហងពូហ្វឹងឡៃវឹកហាត់នៅទីនេះរួចគម្រាមមកដល់តំណែងរបស់ខ្ញុំជាមួយនឹងខ្ញុំបានធ្វើសកម្មភាពលួចលាងនៅក្រៅខ្នងពួកគេវាគឺយឺតពេកទៅហើយទោះបីជាពួកគេរើឃើញក៏ដោយចុងក្រោយពួកគេត្រូវតែស្ដាប់បង្គាប់តាមខ្ញុំអ្នកដែលខ្លាំងជាងគេនិងជាម្ចាស់ដែនដីនេះគឺជាយើងតែម្នាក់គត់ឡើងវូឆាងដល់ពេលបានលឿនចឹងហើយក៏រៀនចង់ប្រកែកប៉ុន្តែធានយ័ន្តតមថាមិនបាច់ប៉ុន្តែអ្វីទេចាប់ផ្ដើមទៅលោកលឹងឡើងវូឆាងមិនអាចប្រឆាំងបានទេមានតែធ្វើទៅតាមប៉ុណ្ណោះក៏ប្រើវិធីសាស្ត្ររបស់គាត់នឹងបាញ់ពន្លឺពណ៌មាសទៅចំចំណុចកណ្ដាលនៃច្រវាក់នោះរួចច្រវាក់ដែលចេញមកពីមាត់នានោះក៏ចាប់ផ្ដើមមានចលនានៅចំកណ្ដាលវេទិកាពន្លឺពណ៌មាសកាន់តែភ្លឺខ្លាំងឡើងធានយ័ន្តបានឃើញចឹងគេក៏រៀងបែកញើសផងដែរប៉ុន្តែចុងក្រោយគេក៏នៅតែលោតចូលទៅចំទីកន្លែងកណ្ដាលនោះរួចឡើងវូឆាងក៏បានបិទត្រាមួយនោះឲ្យជិតវិញទៅឡើងវូឆាងគិតឡើងត្រាក៏បានបើកឡើងហើយនាទាំង8ក្បាលនោះកាយសាហាវណាស់រួចអ្វីដែលពួកយើងបានធ្វើនេះគឺជាការសម្ងាត់មិនបានឲ្យព្រឹត្តិការណ៍ជាន់ខ្ពស់ផ្សេងទៀតនឹងដឹងនោះទេប៉ះសិនបើប្រលឹងសរសៃនេះបំបីត្រានឹងពួកយើងគឺមានបញ្ហាធំហើយកាន់មកខាងចូលហ្វានវិញចូលហ្វាននិយាយឡើងអរគុណរៀមច្បងដែលបានជួយខ្ញុំកន្លងមកគេនោះលើចឹងហើយសោយឡើងបន្តថាក្មេងប្រុសយើងគ្រាន់តែជួយឯងម្ដងចេញមកពីក្រុងចចប៉ុណ្ណោះរួចយើងមានបានជួយឯងច្រើនដងឯណាចុះហ្វានទៅវិញខ្ញុំមិនដឹងទេចាប់តាំងពីរៀមច្បងបានប្រកល់អណ្ដាតភ្លើងពណ៌ផ្ទៃមេឃនោះឲ្យមកកាន់ខ្ញុំក្មេងជំនាន់ក្រោយនេះប្រើប្រាស់វាជួយខ្លួនឯងបានជាច្រើនដងវាក៏ដូចគ្នាទៅនឹងរៀមច្បងបានលោកដៃចូលមកជួយខ្ញុំមិនបំភ្លេចគុណបំណាច់មួយនេះទេគេនោះក៏ទៅវិញមិនអីទេយើងមិនចង់ឲ្យឯងសងគុណបំណាច់មកកាន់យើងវិញឡើយហើយបានជាឯងមិនបង្ហាញវាឲ្យយើងបានឃើញទៅចុះហ្វានលើម៉ាំនេះគាត់ក៏រៀងភ្ញាក់ផ្អើលបន្តិច
ក្នុងចិត្តគិតឡើងអ្វីទៅដែលមាននៅក្នុងដៃអាវរបស់គេប៉ុន្តែការដែលប្រឆាំងជាមួយនឹងក៏គ្មានប្រយោជន៍ដែរដូច្នេះខ្ញុំមានតែព្រមតាមគាត់ចាំមើលនឹងមានរឿងអ្វីកើតឡើងទៀតបន្ទាប់មកក៏ផ្ទាល់ដៃបង្ហាញអណ្ដាតភ្លើងពណ៌ផ្ទៃមេឃនោះគេនោះបានឃើញអញ្ចឹងហើយក៏រៀងភ្ញាក់ផ្អើលរួចផ្ទុះសំណោចឡើងមកថាដូចអ្វីដែលយើងបានគិតឯងពិតជាអាចចម្រាញ់វាបានឯងពិតជាក្មេងដែលមានសំណាងមែនចុះហ្វានសួរតវិញតើរៀនច្បងចង់មានន័យយ៉ាងម៉េចទៅគេនោះតវិញអណ្ដាតភ្លើងពណ៌ផ្ទៃមេឃនេះគឺជាកម្មសិទ្ធិផ្ដាច់មុខរបស់យើងដែលវាបានតភ្ជាប់ជាមួយនឹងស្មារតីរបស់យើងពេលដែលយើងផ្ដោតវាឲ្យទៅកាន់ឯងធ្វើអ្វីយើងគឺអាចមើលឃើញបានទាំងអស់ប្រសិនបើគ្នាចង់មើលភាពបន្តនឹងអាចចូលរួមជាមួយនឹងប៉ាអូបាន